สุดได้បងប្អូនអស់គ្នាអញ្ចឹងបានខ្ញុំចេះតែឃើញបងប្អូនខ្មែរយើងគាត់បោះហោះប៉ុន្តែខ្ញុំមើលតាមផ្លែខ្ញុំអមម្លងទៅឃើញថាអ្នកដែលនៅតំបន់ភ្លើងឆេះភ្នំកាលមុនបានថ្ងៃមុនណាបងប្អូនគឺមានជំនួយទៅដល់ជនជាតិបរទេសអីចឹងណាបងប្អូនមកទៅចុះឈ្មោះចូលសញ្ជាតិចូលអីខ្ញុំអត់បានមើលព័ត៌មានច្បាស់ទេឬថាបន្ធូរបន្ថយច្រើនតាំងពីការចុះឈ្មោះដាក់ពាក្យចូលជាតិដូចជាអត់យកលុយចឹងខ្ញុំឃើញបងប្អូនខ្មែរយើងបោះហោះចាបងប្អូនមិនមែនជារឿងអត់មូលហេតុវាសិតតែមានមូលហេតុរបស់វាបរិសម្នាក់នេះគឺជាជនជាតិម្នាក់នេះគាត់ឈ្មោះថាស៊ូគីអាន់ថូចាលោកស៊ូគីអាន់ថូគាត់មកកូរ៉េយូរហើយប្រហែលខ្ទង់8ឆ្នាំហើយបងប្អូនអើយហើយគាត់មានអាយុ31ឆ្នាំហើយឥឡូវនេះដោយសារតែគាត់ហ្នឹងហើយបានជួយយាយដែលនៅរស់នៅចិត្តភ្នំនឹងឲ្យរស់រៀនមានជីវិតច្រើនអ្នកបងប្អូនប្រហែលជាខ្ទង់60នាក់ឯណាណោះចាជួយភៀសខ្លួនណាគាត់មកធ្វើការនៅហ្នឹងក៏គាត់ដឹងគាត់ថាយាយនឹងនៅផ្ទះណាអីខ្លះតាអីចឹងណាព្រោះនៅភូមិហ្នឹងសម្បូរចាស់ណាបងប្អូននៅតាមស្រុកភូមិចឹងក្មេងទេច្រើនតែចាស់ទេហើយគាត់ធ្វើការហ្នឹងគាត់ដឹងគាត់លេងសើចគាត់ដឹងចាស់ណាគាត់គោរពគាត់អីចឹងនេះគាត់ដឹងនៅពេលដែលភ្លើងឆេះគាត់ចាប់ផ្ដើមហាវចាឲ្យយាយតាចេញពីក្នុងផ្ទះហ្នឹងមកព្រោះដកភ្លើងឆេះចិត្តដល់ហើយតែគាត់បានហៅចឹងហើយយាយតាហ្នឹងគាត់ភ័យគាត់ភ្ញាក់ហ្មងគាត់ដឹងព្រោះគាត់សម្រានអ្នកខ្លះទៅចាស់ចុះគាត់សាប់ឆាប់សម្រានណាមិនដូចក្មេងទេចានៅពេលនោះដែរក៏បានចេញពីក្នុងផ្ទះមកប៉ុន្តែពួកគាត់ដើរអត់រួចទេអ្នកខ្លះគាត់ដើរបានតិចនឹងបងប្អូនវ័យអ្នកខ្លះ7 8 9អញ្ចឹងហើយក៏គាត់មិនដឹងធ្វើម៉េចគាត់ដើរទៅមុខអត់រួចគាត់ចាប់ផ្ដើមអៀវម្នាក់ម្ដងរត់ហ្មងគាត់ថាអៀវបាន100ដូចជា150គីឡូ150ម៉ែត្រសំទោសយកទៅដាក់ហើយយកមួយម្ដងហើយជួយទិញហើយគាត់អត់ទៅមុខអត់រួចគាត់ដើរទៅអត់រួចលោកពូវ័យចំណាស់មួយគាត់មានវ័យខ្ទង់60ហ្នឹងគាត់ថាសំបីតែគាត់នឹងដកដង្ហើមលែងចង់ចេញហើយចងំតែចាស់ទៅទៀតដឹងពិបាកយ៉ាងណាបានគាត់ចម្លៀសចឹងហើយបានក្រុមជួយសង្គ្រោះមិនទាន់មកជួយគាត់បន្តទៀតចឹងណាបងប្អូនហើយគាត់ដឹងថាផ្ទះណាមានយាយណាយាយនេះគាត់ទៅគោះទ្វារគោះប្អួយឲ្យយាយតាចេញមកអញ្ចឹងហើយបានគេខាងរាជរដ្ឋាភិបាលនៅតំបន់ហ្នឹងដូរទឹកតកាយគាត់ចាទៅជា F2 ដើម្បីឲ្យគាត់រស់នៅប្រទេសកូរ៉េបានយូររកលុយឲ្យបានច្រើនដើម្បីយកទៅចិញ្ចឹមកូនរបស់គាត់ដែលទៅតែមានអាយុ6ឆ្នាំទេចាអំពើល្អរបស់មនុស្សម្នាក់ទេប៉ុន្តែវាអាចសាយភាយទៅដល់មនុស្សច្រើននេះចាសូមអរគុណនិងជម្រាបលា